តោះយើងត្រឡប់ទៅមាតុភូមិវិញថ្ងៃនេះយើងជួយដុតជាងហើយប្រឡងបងប្អូនយើងមកវិញថ្ងៃស្អែកតើមានអ្នកណាជួយដុតឲ្យពួកយើងទេបើអញ្ចឹងឲ្យប្រឡងពួកយើងកើតពីដល់ព្រំដានីរហូតតទៅចុះបាញ់ទៅយើងចូលបងប្អូនទាំងអស់សម្រុកចូលគួយអ៊ីងការសន្យាថាស្លាប់រស់ជាមួយគ្នាបងធ្វើអូនខុសបំណងហើយមើលថែមិនគួរឲ្យបានល្អផងនេះជាព្រៀបបាញ់ទៅលោកបាញ់ត្រូវហើយលោកស្រីប្រមុខព្រៀបនាំសាររត់បានហើយចូលមកសូមព្រះជួយថែរក្សាចុងប៉ោឲ្យមានសុវត្ថិភាពផងចុងប៉ោសូមឲ្យមានសុវត្ថិភាពសោនៅទីណាបងនៅទីនោះឆ្នាំមុនចុងប៉ោលោកនាំតមកច្រើនយ៉ាងនេះនេះថាខ្លួននេះជាអ្នកក្លាហានទៀតពូលាប្រាមុនអគុំបង្កើតក្បួនទ្វារមេឃធ្វើឲ្យពួកសងយើងរបួសនឹងស្លាប់ជាច្រើនអ្នកទៀតមានតែឈើបង្ក្រាបនេះនៅទីនេះទេទើបអាចបង្ក្រាបពួកគេបានណាចង់ជ័យឈើបង្ក្រាបនេះដល់វាយឈ្នះខ្ញុំសិនទៅអ្នកនាងមុខសូមអញ្ជើញ
លើក្រោយខ្ញុំកាប់គឺមិនមែនត្រឹមសក់ទេអញ្ចឹងលើក្រោយខ្ញុំគួរតែឈួរអ្វីទៅបើឃើញការចាញ់ឈ្នះហើយនោះនៅនេះមកខ្ញុំដឹងថាអ្នកនាងគ្មានបំណងបោះបោះនោះទេខ្ញុំក៏មិនចង់មានការមហោឈាមនៅទីនេះដែរបើសិនជាអ្នកនាងចោះចាញ់ព្រមប្រគល់ជួយច្រត់បង្ក្រាបនេះឲ្យខ្ញុំនោះចង់បោកខ្ញុំហ៊ានធានាយកជីវិតមកធានាឲ្យភូមិគ្រួសារមួយសុទ្ធតែរស់បានសុខស្រួលទាំងអស់គ្នាអ្នកនាងទុកចិត្តលើពួកខ្ញុំចុះថ្ងៃនេះមិនទាន់ឃើញចាញ់ឈ្នះទេប្រកបថ្ងៃស្អែកទៀតលពូបាត់ជាប្រាប់ប្រកល់ជួយបង្ក្រាបនេះឲ្យពួកគេមែននេះពេលដែលពុកឯងតាំងខ្លួនឯងធ្វើជាស្ដេចដោយសារកលៈទេសៈបង្ខំមិនអីទេនៅឆ្នាំនោះពូគាត់ឲ្យពុកឯងឲ្យរំសាយបាក់ពួកយើងទៅហើយណាឥឡូវគ្រួសារយ៉ាងមានកំណត់ចង់រៀបចំឲ្យហេតុអីក៏មិនស្របតាមគេទៅខ្ញុំមិនចង់ពូយើងធ្វើជាចៅមួយជីវិតទេតើចង់នោះតើជាកើតទេតាមពូដឹងថាគេនឹងគឺជាមនុស្សដែលស្មោះត្រង់ទេតែពេលយើងចុះចាញ់គេចាប់យើងឡើងជួយធ្វើយ៉ាងម៉េចទេរាជការគឺប្រែចិត្តមិនអត់អន់នឹងពួកយើងនោះទេឲ្យតែឯងមានសុវត្ថិភាពគ្នាយើងគឺមានសុវត្ថិភាពហើយអស់ពេលមកយប់ហើយអ្នកនាងគិតគូរចំណេញដែរទៅខ្ញុំគិតមកយប់ហើយសម្រាប់ចិត្តថាចាប់ឡើងឡើងមកតបធ្វើយ៉ាងម៉េចទៅមកគួយអ៊ីងនាងតែចរិតចោលដដែលទេចង់អួតខ្លួនឯងតែជាអ្នកខ្លាំងទៀតហ៎ដោះលែងខ្ញុំទៅអ្នកណាថាខ្ញុំខ្លាំងនោះបានជាចាញ់ទៅហើយនោះបើអ្នកនាងចង់កម្មចង់សម្លាប់ស្អាតតែចិត្តទេតើចិត្តចុះខ្ញុំមិនសម្លាប់លោកទេខ្ញុំឲ្យលោកធ្វើប្តីខ្ញុំហេតុអីស្ដាប់ឲ្យច្បាស់បែបនេះទៅបងប្អូនខ្ញុំមានសុវត្ថិភាពដើម្បីបងប្អូនទេមិនខុសទេចុងប៉ាអូនបាត់បងហើយមិនអាចបាត់បងវិញគួងទៀតទេរឿងកំពុងរៀបរៀងឡើងទាំង4រកខ្លួនយើងអើនាងសរសេរអក្សរអីហ្នឹងមិនក៏អត់ធ្វើអក្សរមួយអញ្ចឹងឯងមិនដឹងទេនេះហៅថាសិភៅសម្ងាត់នោះអីហេមើលមុខឯងបងស្រីថាមកមើលគ្រួសារយ៉ាងស្មោះត្រង់3ចំនួនហើយបងស្រីសរសេរស្អីខ្លះបានវាពិតជាអាចហោះបានទេណតែទៀតដឹងហើយប្រឡែងទៅ
ស្អាតណាស់លើក្រោយធ្វើឲ្យធំទៅយើងហៅទៅលើមេឃមើលឋានប្រច័នទៀតហើយជួបនឹងឆាងអើត្រូវហើយយកល្អឲ្យខ្យល់បក់ខ្លាំងទៅជប់នឹងចុងប៉ោឲ្យព្រំដែនទៅល្អជាងមកចាបាទដឹងទេខ្ញុំឆ្នៃបានរបស់អីចាប់បានចាំខ្ញុំប្រាប់ណាបាននិយាយភ្លាមរបស់ទាំងនេះគឺខ្ញុំទុកឲ្យពុកប្រយុទ្ធនឹងសត្រូវទេលីវឡាងចៅរបស់យើងកូនរបស់ចុងប៉ោនឹងគួយអ៊ីងឆ្នាំនេះអាយុ18ឆ្នាំហើយទោះជាអូនដាក់ឈ្មោះវាវិនគូងសង្ឃឹមថាគេចេះដឹងច្រើនតែអូនមិនបានភ្លេចបណ្ដាំបងទេពេលបង្រៀនអក្សរគេបងរៀនលំពេញ84ក្បាច់ឲ្យគេផងកូនប្រសាស្រីគួយអ៊ីងសូមគោរពដាច់ជីដូនជីតាទាំងអស់ថ្ងៃនេះគឺខួបកំណើតរបស់ចុងប៉ាក៏ជាពិធីចូលជាមនុស្សធំរបស់វិនគួងដែរសូមជីដូនជីតាជួយថែរក្សាចុងប៉ាឲ្យមានសេចក្តីសុខបានជោគជ័យត្រឡប់មកវិញជួយវិនគួងប្រឡងជាប់ជាមន្ត្រីមានអនាគតទៅថ្ងៃក្រោយដល់មុខមាត់មកជួបគ្រួសារត្រូវណារាជការឡើយយកវិជាសំខាន់ជាងក្បាច់គុណស័ក្តិសមនឹងវិនគួងចូលបម្រើក្នុងរាជការខ្លាំងណាស់ជួយដល់ព្រះអង្គកម្ចាត់សត្រូវកសាងប្រទេសឲ្យរុងរឿងអ្នកនាងលាវនិយាយខុសហើយអារម្មណ៍សួស្ដីថៃជីមហាសង្ឃយើងយកវិជាសំខាន់ជាងក្បាច់គុណពិតមែនតែក្នុងរាជការដូចក្នុងសមរភូមិសិតតែមានបពពួកធ្វើបាបគ្នាទៅវិញទៅមកមិនចាញ់សមរភូមិប្រមាណទេឥឡូវនៅព្រំដែនមានគ្រោះថ្នាក់យើងជាកូនចៅមហាសង្ឃកូនប្រុសក្នុងគ្រួសារយ៉ាងប្រកាសជាត្រូវប្រយុទ្ធដែរតែឥឡូវនេះឲ្យវិនគួងប្រឡងធ្វើជាមន្ត្រីមិនខ្វល់សុវត្ថិភាពប្រទេសជាតិទោះជាដូនជីតាគ្រូសាយ៉ាងក៏គាត់មិនព្រមដែរអ្នកប្រុសយ៉ាប្រហោងធំមែនមានរឿងស្អីតែណោះអ្នកស្រីទី3គឺអ្នកប្រុសគាត់ផ្ទុះជាជាងរដ្ឋបាត់ហើយសាធុឲ្យតែវិនគួងអត់អីទៅបានហើយរដងគេផ្លាច់ជាងរត់តលេងម្ដងហ្នឹងមិនក៏ផ្ទុះជាងអញ្ចឹងណោះប្រកាសជាយកកំជ្រួចអ្នកស្រីទី8ហើយកំជ្រួចអីទៅណែត្រូវហើយអីក៏ខ្លាំងយ៉ាងនេះណែកំជ្រួចខ្ញុំបាញ់ទៅលើមេឃទៅផ្ទុះប្រកាសជាខ្លាំងអញ្ចឹងហើយណាទៅពីផ្ទុះជាងបែបនេះហេល្អអន្តើយកវាឲ្យចុងប៉ោទប់ទល់សត្រូវល្អទេកំជ្រួយមិនមែនយកមកសម្រាប់មនុស្សទេគឺប្រើរួមជាមួយឧបករណ៍កំណត់ទម្លាក់ទឹកបង្កើតបរិយាកាសយប់នេះថៃจีนមកហើយថៃจีนមកហើយសូមជម្រាបសួរថៃจีนវិនគូបានរត់តាមប្រហោងនោះបាត់ទៅហើយឲ្យមនុស្សតាមរកនៅទុកឲ្យខ្ញុំជាអ្នកទៅមិនបានទេពិតជាបណ្ដោយវិនគូពេកហើយទុកឲ្យខ្ញុំទៅវិញទៅថៃจีนទុកចិត្តចោះវិនគូរពឹងបន្តិចមែនតែមិនដល់ហួសហេតុនោះទេមិនពិធីចាប់ផ្ដើមគេប្រកាសជាមកវិញយើងមិនទុកចិត្តទេឈីនាងទៅតាមរកគេទៅឲ្យឆាប់ទៅចាឈីនាងមកវិញហើយសូមជម្រាបថៃជីនពួកយើងរកគ្រប់អស់ហើយមិនឃើញសមល់គេទេលោកម្ចាស់ហ្វានមកដល់ហើយ
សូមស្វាគមន៍លោកម្ចាស់ ហើយជិនអ្នកស្រីទាំងអស់គ្នាមិនចាំបាច់គួរសមពេកទេថ្ងៃនេះខ្ញុំមកដោយមិនបានអញ្ជើញដោយសារតែមានរឿងទាន់ហត់ពេកសូមកុំប្រកាន់នឹងខ្ញុំអី តាក់តងនឹងចុងប៉ោអី មិនមែនណាថ្ងៃនេះមានគេផ្ដល់ដំណឹងពីស្ថានភាពនៅព្រំដែនសង្គ្រាមទ្វេមេឃបានបរាជ័យលោកមេតបជុំបោកបានស្លាប់បាត់ទៅហើយ អូ អ្នកស្រីម្ចាស់អ្នកស្រីហេតុអីក្រែងមកថាពលគាត់នឹងឈ្នះនោះអីហើយមិនក៏គាត់ស្លាប់ទៅវិញអញ្ចឹងលោកយាយទី5លោកយាយពិសាបួសសុទ្ធធរមានសំព្រះថែរក្សាពុកខ្ញុំទេហើយអីក៏ព្រះមិនជួយឪពុកខ្ញុំជីហួរបើយើងសុំព្រះអ្វីក៏ទ្រង់ប្រទានអញ្ចឹងព្រះដូចជាលំអៀងចិត្តពេកហើយអយុត្តិធម៌ខ្លាំងណាស់ចុះយាយសុទ្ធធរទាំងថ្ងៃទាំងយប់ដើម្បីអ្វីទេមកវិញហើយអ្នកប្រត្រឡប់មកវិញហើយអ្នកប្រត្រឡប់មកវិញហើយថាជិញលោកយាយដល់គ្នាមើលមកខ្ញុំនេះខ្សែមួយយ៉ាងម៉េចដែរយ៉ាងម៉េចហ្នឹងពុកយើងស្លាប់ហើយស្លាប់ហើយហ៎កុំនិយាយប្រដៅអីណែម៉ែតាពិតមែនទេអ្នកម៉ែក្រែងថាពុកជំនាញតបគ្មានគូប្រៀបគេនោះអីអ្នកម៉ែមិនក៏គាត់អាចស្លាប់បានទៅអ្នកម៉ែថាជិនក្រែងថាពុកយើងនឹងឈ្នះសង្គ្រាមនោះអីមែនទេហើយថាគាត់តែឈ្នះរហូតថាជិនហេតុអីបានជាគាត់ស្លាប់ដូចគ្នាទៅវិញថាជិន